ចាលោកលោកស្រីនេះកញ្ញាប្រិមត្តទូរទស្សនិកជននៅក្នុងពេលនេះយើងខ្ញុំក៏សូមបង្ហាញជូននៅវត្តមានបេក្ខជននិងបេក្ខនារីទី1ជានរណាគេឥឡូវនេះយើងខនសម្រាប់ជូនបងប្អូនតិចថាអត់មានក្រុមទេហ្នឹងហើយកាលមុនយើងមានក្រុមចែកគ្នាចាគាត់មក4នាក់ក្រុម2នាក់បាទគាត់មក4នាក់ក៏ប៉ុន្តែឥឡូវ4នាក់ដដែលក៏ប៉ុន្តែអត់មានក្រុមទេគឺអញ្ជើញមកម្ដងម្នាក់ហើយត្រូវតែខ្លួនទីពឹងខ្លួនមែនតាចាពឹងខ្លួនឯងដើម្បីឈានយកទៅវគ្គបន្តទៀតហើយចុងក្រោយគឺយើងយក2នាក់ដដែលត្រូវហើយចាឥឡូវបងប្អូនទាំងអស់គ្នាចង់ឃើញបេក្ខជនបេក្ខនារីហ៎ចង់ឃើញហ៎បាទឥឡូវទី1នេះគឺជាបេក្ខជនឬក៏បេក្ខនារីចាទី1នេះគឺជាបេក្ខជនចាមានឈ្មោះអេនពីចាយោជ្រាបសួរចាបេក្ខជនទី1គឺលោកអេនប៊ីបងចាបងធ្លាប់តែឃើញចាអេនប៊ីតាមរយៈកញ្ចក់ទូរទស្សន៍ថ្ងៃនេះបានឃើញផ្ទាល់សង្ហាអត់បងប្អូនសង្ហាស្អាតអត់បងស្អាតអត់ទេស្អាតហើយសង្ហាទៀតណាបើយើងទៅណាពីណា NB ចេញមកហ្នឹងវាយហ៊ុនចេញលខោនហ្នឹងស្អាតជួបលោកគ្រូលខោនច្រើនបាទតែពីរយៈទេសម្រាប់ចូលទៅប្រកួតចុងក្រោយយកទឹកប្រាក់ពីកម្មវិធីអូខេជឿទៅកាន់ទីកន្លែងសូមជឿកាន់ទីកន្លែងឥឡូវយើងចូលមកដល់បេក្ខនារីទី2វិញម្ដងជានរណាគេសូមជើញបង្ហាញខ្លួនបាទសួរបាទចាអូនពីយ៉ាងជឿលើបងចូលច្រឡំដើរចេញពេលគេមកជាចាតើហើយថ្ងៃនេះបានចូលរួមនៅក្នុងកម្មវិធីលីលីជាអ្នកចម្រៀងលីលីយើងមកអត់មានតកូលទេជាអ្នកសម្ដែងមានអ្នកសិល្បៈយើងគាត់ឈប់ហើយគាត់ឈ្មោះលីលីដែរតែមុនគាត់នៅកាណាដាឥឡូវមកស្រុកខ្មែរក៏ឈប់សិល្បៈហ្នឹងបាទអូខេចូលរួមថ្ងៃនេះជាមួយកម្មវិធីហាមសើចយើងផ្លាស់ប្ដូរទម្រង់ថ្មីអូខេបាទជូនពរឆ្នាំកម្មវិធីបានចេញទៅកាន់ទីកន្លែងបាទសូមចេញទៅកាន់ទីកន្លែងចាឥឡូវសូមអញ្ជើញបេក្ខជនជាបន្តទៅទៀតសូមបង្ហាញខ្លួនសូមអញ្ជើញបេក្ខជនទី3ទៅណាបាទសួរបាទចាជំរាបសួរសុភ័ក្របងប្អូនជនសុភាពហ៎អត់ផងបងតែស្គាល់គ្នាដែរបាទតកូលដូចគ្នាណាស្តៀងគ្នាធ្លាប់ទស្សនាកម្មវិធីស្តៀងណាតកូលយន្តហ្នឹងដូចហីខ្ញុំយនបាទយនសុភ័ក្របាទគាត់មានបន្តខ្ញុំអត់បន្តអីអញ្ចឹងហ៎ចាធ្លាប់មើលកម្មវិធីនេះអត់បាទធ្លាប់មើលហ្មងអញ្ចឹងហ៎ចាបាទឥឡូវសប្តាហ៍ហ្នឹងជឿថាអត់បានមើលព្រោះថ្មីហ្មងកម្មវិធីនេះព្រោះអីយើងផ្លាស់ប្ដូរលក្ខខណ្ឌហ្នឹងប៉ុន្តែមានវគ្គអារម្មណ៍ដដែលហ្នឹងហើយវគ្គអារម្មណ៍មានដដែលអូខេជូនពរឲ្យឈ្នះណាបាទសូមជើញទៅកាន់ទីកន្លែងចាសូមជើញទៅកាន់ទីកន្លែងយើងនៅមានបេក្ខនារីមួយរូបទៀតបាទចុងក្រោយបេក្ខនារីជាបន្តបង្ហាញខ្លួនបាទសួរអូនចាបាទគឺកញ្ញាមុននិចអញ្ចឹងណាបាទជិះមកមុខទៀតណាផ្នែកច្រៀងឬក៏សម្ដែងហ្មងសម្ដែងខ្ញុំគិតថាបើសិនជាអ្នកសម្ដែងយើងអាចជាពិបាកតិចនៅវគ្គមួយនៃកម្មវិធីយើងតម្រូវឲ្យច្រៀងកាលមុនយើងមានវគ្គសម្ដែងវគ្គច្រៀងវគ្គរាំចាមាន3ប្រភេទឥឡូវអ្នករៀបចំកម្មវិធីគាត់ចង់ផ្លាស់ប្ដូរនៅអ្វីដែលថ្មីប្លែកផ្ដល់ជូននូវភាពរីករាយសម្រាប់លោកអ្នកហើយបាទគឺសប្តាហ៍នេះគឺប្លែកមែនតើដោយសារគាត់ទៅបំបែកគ្នាចាបាទចាឥឡូវយើងមើលដៃគូយើងខាងនោះណាមើលពិធីករមួយអ្នកសម្ដែងដែលត្រូវប្រគួតមួយយើងអូអ្នកសម្ដែងណាបាទហ្នឹងហើយមើលហើយមកទៅអាចឈ្នះបានទេយក50ចង់ឲ្យហ៊ានលុបលុបណាបទចម្រៀងស្គាល់បទថ្មីច្រើនឬបទចាស់បទថ្មីច្រើនបទថ្មីច្រើនណាតិចតួចដែរបទចាស់តិចតួចអូខេបាទអរគុណជើញទៅកាន់ទីកន្លែងអរគុណច្រើនសូមជើញទៅកាន់ទីកន្លែងបាទសម្រាប់សប្តាហ៍នេះដើម្បីឲ្យមានការមានភាពរីករាយយើងអញ្ជើញគាត់ទាំង4នាក់ត្រូវហើយមកច្រៀងបទរួមគ្នាហ្នឹងហើយឥឡូវរួមគ្នាគិតថាណាហ្នឹងហើយនៅងំលេងទាំងអស់គ្នាទៅណាអូខេចាអញ្ចឹងបងប្អូនយើងទៅពេលច្រៀងដល់កុំភ្លេចផ្ទះដៃទាំងអស់គ្នាណាបាទបទវាបទបាទដល់ជួនរកកាជាដំណឹងត្រែមគឹមជ័យលោអែមខៀវខ្ចីចិត្តស្រីឈ្មោះវ័យប្រលឹងបងសួរចង់ដឹងនឹងសូមជាគូវាសនាស្រីសតថ្មខ្លួនលួចចោលកន្ទុយនេត្រាបាញ់រួចស្នេហាចង់អរាខ្ញុំដោយដល់ធំណែឈ្មោះខ្ញុំមិនដែលប្រំញៀនសំប្រសាមៃសូមឈ្មោះចង់សូមតែទៀនចូលពីដើមប្រងព្រៀនមិនដេចសួរគេផង
រៀងល្អខ្នងជួបគ្នាម្ដងរបស់ចនស្រី ស្រឡាញ់បងទៅបងជាមេសុំថ្មីថ្មី ពេលត្រង់កូនໄວប្រពន្ធកាយណា កូនជាពូនអត់កាយទេអូន ជួងអ្វីប្រលឹងបងសួរចង់ដឹងណែនឹងសូមជាទូវាសនាស្រីសំពោតលួចចោលទុយនេត្រាបាញ់គួរស្នេហាចង់អោឡាផល្លាល្អមុខល្អរៀងល្អខ្នងជួបមុខគ្នាម្ដងប្រមកវិញអូនស្រីអូឡាញ់បងទៅបងជាមេសង្គមថ្មី Yes come on មេសង្គមថ្មីប្រពន្ធកាយណាគុណសម្រាប់ការផ្ដល់ជូននៅបទចម្រៀងរាំវង់បាទសម្រាប់ពុទ្ធធម្មតាជួនកាល3នាក់ចេះ1នាក់អត់ចេះតើបងណាដែលចេះរួមគ្នា ត្រូវហើយចា បទនេះកាលខ្ញុំនៅអាមេរិកខ្ញុំច្រៀងនៅអ្នកភ្លេងសុំជប់ឲ្យច្រៀង អញ្ចឹងឲ្យច្រៀងច្រើនដងពេកហ៎ អ្នកចម្រៀងណាមកក៏ច្រៀងបទហ្នឹងមកចឹងចេះតាអ្នកណាមកក៏ច្រៀងបទហ្នឹង អញ្ចឹងសូមឲ្យដូរទៅ សែមផលណាក៏ចេះណាចេះហើយកូនក្មេងក៏ចេះដែរអញ្ចឹងលើកយកបទហ្នឹងវាស្រួលក្នុងការបកស្រាយជុំនេះអរគុណបាទជើញទៅកន្លែងបាទវគ្គក្រោយយើងមានបទចម្រៀងបាទហើយតារាចម្រៀងបេក្ខជនរបស់យើងទៅចូលរួមលេងបាទទោះបីថាគាត់ជាអ្នកសម្ដែងក៏ដោយក៏ប៉ុន្តែគាត់ត្រូវតែប្រកួតប្រជែងថាបទជាទូទៅយើងគាត់អាចចេះចាគាត់អាចលឺប៉ុន្តែគាត់អត់ចេះធ្វើបទចឹងណាយើងមិនតម្រូវថាឲ្យត្រូវទាំងអស់នោះទេប៉ុន្តែបើសិនជាខុសខ្លាំងពេកក៏យើងអត់បានផ្ដល់បន្ទុកខ្លួនដែរបើវគ្គក្រោយមាន2បន្ទុកសម្រាប់តារាមយកក្នុងបេក្ខជននីមួយៗចាសូមអនុញ្ញាតសម្រាប់មួយផ្លែតសិនតិចទៀតយើងជួបនេះវិញ